ចេញទៅទៀតហើយពុកម៉ែបងប្អូនជាច្រើនឡានវេអងសម្រាប់ការគ្រប់គ្រងនៅផលិតផលជីធម្មជាតិ TN ពុកម៉ែបងប្អូនអើយមានការគ្រប់គ្រងជារៀងរាល់ថ្ងៃហ្មងខែនេះរដូវកាលនេះបាទផលិតដឹងអត់ទាន់ទេតែបើនិយាយយើងផលិតបាច់ភ័យពុកម៉ែបងប្អូននេះពុកម៉ែបងប្អូនមើលម៉ាស៊ីនយើងនេះបាទតឡើងបាទមួយថ្ងៃរាប់រយតោនមួយគ្រឿងបាទនឹងខាងនេះខ្ញុំនេះមួយគ្រឿងទៀតពុកម៉ែបងប្អូនអញ្ចឹងរឿងការផលិតបាច់ភ័យទេទុកឲ្យរោងចក្របាទជាអ្នកទទួលខុសត្រូវប៉ុន្តែគ្រាន់តែការដឹកជូនរៀងស្ទះតិចពុកម៉ែបងប្អូនដោយសារឡានយើង10 20គ្រឿងហើយមានពុកម៉ែបងប្អូនគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជាជាច្រើនបាទសាខាជាច្រើនអតិថិជនហើយបើនិយាយពីចំការដែលប្រើប្រាស់វិញបាទនិយាយបាទពុកម៉ែបងប្អូនអើយអូដឺជារៀងរាល់ថ្ងៃហើយយើងចាយការដឹកជូនបន្តិចពុកម៉ែបងប្អូនអធិស្ឋានតែខាងខ្ញុំនេះកំពុងតែសាកស្រាមក្នុងការដឹកជូនដល់ពុកម៉ែបងប្អូនហើយសម្រាប់ពុកម៉ែបងប្អូនដែលកំងយូរបាទឥឡូវនេះស្អែកនេះទៅដល់ហើយពុកម៉ែបងប្អូនដែលកំងបន្តទៀតយើងនឹងដឹកជូនទៅបន្តទៀតចូលពុកម៉ែបងប្អូនអត់មានគុណភាពដូចចម្លែក10ឆ្នាំជាងនៃការគ្រប់គ្រងហើយផលិតផលរបស់ខ្មែរយើងទៀតហើយចាំការទៀតបានមកគ្រប់គ្រងផលិតផលរបស់ខ្មែរយើងបើថាក្នុងអកគុណភាពអត់ល្អខ្ញុំមិនថាទេតែផលិតផលរបស់ខ្មែរយើងគុណភាពនិយាយពីអែមហើយបើមិនជឿទេបាទទោះអតិថិជនដែលប្រើ10ឆ្នាំជាងទៅឲ្យទទួលស្គាល់ឲ្យក្រសួងបាទរុក្ខាប្រមាញ់នេសាទច្បាស់លាស់បាទហើយមានការចុះបញ្ជីការច្បាស់លាស់ហើយអ្វីដែលការពិសេសតែខ្ញុំចង់បញ្ជាក់នោះគឺមីមាត់កសិករនិងអ្នកប្រើ10ឆ្នាំជាងតគ្នាអតិថិជនកើនរាល់ឆ្នាំអញ្ចឹងចូលរួមគ្រប់គ្រងផលិតផលរបស់ខ្មែរយើងទាំងអស់គ្នា